រឿងភរិយាមណ្ឌលចិត្តបងទៅធ្វើការសិនហើយណាអូននៅផ្ទះថែខ្លួនផងណាកុំធ្វើអីធ្ងន់ធ្ងរឲ្យសោះណាចាំបងមកពីធ្វើការវិញចាំបងជួយអូខេទេប្រពន្ធសម្លាញ់បងក៏ដូចគ្នាធ្វើដំណើរតាមផ្លូវប្រយ័ត្នប្រយែងផងណាបាទបងដឹងហើយអូនធ្វើដំណើរតាមផ្លូវប្រយ័ត្នប្រយែងផងណាបងសម្លាញ់ចាំមកពីធ្វើការវិញអូនធ្វើម្ហូបឆ្ងាញ់ៗឲ្យបងណាណាគេអញ្ចេះតើមើលសិននេះជាសង្សារចាស់របស់ប្តីខ្ញុំតាអ្នកនាងមករកអ្នកណាគេដែរហើយអ្នកឯងអ្នកបដាមែនអីក៏បើកស្ពាយយូរម៉េចដឹងថាក្តៅហ៎អូយខ្លោចស្បែកយើងអស់ហើយចាំមើលយើងឲ្យបងតារាដេញចោលយើងឯងដឹងថាយើងណាគេអត់ចាំមើលតើបងតារាមកវិញណាយើងឲ្យគាត់ដេញក្បាលអ្នកឯងចោលចាំមើលចុះអ្នកនាងជាអ្នកណាគេដែរយើងជាសង្សាររបស់បងតារាហើយនៅឈរមើលដល់អង្ការទៀតនោះអង្ការយកវ៉ាលីយើងຕົកនេះអូយធ្ងន់ណាអ្នកបដាស្អីមកអញ្ចឹងអ្នកនាងអញ្ជើញចូលក្នុងផ្ទះសិនមកណាបងតារាតោះតើល្ងាចបន្តិចបានគាត់មកដល់ឈប់អ្នកឯងគ្មានសិទ្ធហៅបងតារារបស់យើងថាបងឯងអ្នកឯងថាហៅលោកប្រុសអ្នកនាងមកតមេក្តៅខ្លាំងណាស់តោះយើងនៅគ្នាចូលក្នុងអ្នកនាងណែនេះរសៀលមែនតើណាជប់ឯណាមិនយើងអត់ឃើញបងតារាមកអញ្ចឹងអូយនឹងស្អីទេធុញណានៅឈរឡើងនឹងអីនោះតិចទៀតបងតារាមកប្រយ័ត្នអត់មានអីញ៉ាំណាខ្ញុំបានរៀបចំម្ហូបអាហារឲ្យគាត់រួចរាល់ហើយបន្តិចទៀតលោកប្រុសតារានឹងមកដល់ហើយអ្នកនាងកុំបារម្ភអីយីអ្នកនាងគ្រាន់តែប្រាប់បន្តិចសោះកើនអញផងចាំមើលណានាងឯងហើយនឹងចាក់ប្រាប់មកពីណាទេលោកអូនបងមកពីធ្វើការវិញហើយអូនចាបងបងតារាបងតារានេះនាងជាអ្នកណាហ្នឹងនាងមកពីណាមកពីណីហ្នឹងមិនបានចូលផ្ទះខ្ញុំអញ្ចឹងគឺម៉ាក់របស់បងឲ្យខ្ញុំមកស្នាក់នៅទីនេះមួយរយៈបងនេះមានរឿងអីកើតឡើងណាមិននឹកស្មានថានាងនៅតែតាមអញ្ញាញ៉ៃខ្ញុំទៀតសោះបងតារានាងម្នាក់នេះជាអ្នកបារម្ភមែនបងឯងត្រូវតែដេញនាងនេះចោលព្រោះថានាងនេះធ្វើការមើលខ្លាំងណាអូស្រីម្នាក់នេះហ៎បាទស្រីម្នាក់នេះគឺជាប្រពន្ធរបស់ខ្ញុំយើងបានរៀបការស្របច្បាប់ហើយមុននិយាយអីឲ្យចេះប្រយ័ត្នមាត់បន្តិចមែនទេប្រពន្ធសម្លាញ់ចាហ៎ថាម៉េចអូនកំពុងតែគិតអីហ្នឹងស្មាននេះហើយអូនអត់តងុយគេងទេអូនអត់តងងុយទេអូនកំពុងតែគិតរឿងសង្សារចាស់ផងបងហ្នឹងអត់ដឹងគិតអីទេមិនបានមកទេយើងអញ្ចឹងប្រហែលជាមិនមានបំណងល្អទេមើលទៅប្រហែលជាគេមានផែនការអីមួយឲ្យយើងបែកបាក់គ្នាហើយអូនខ្លាចតែយើងបែកបាក់គ្នាទៅណាអូនឯងកុំគិតច្រើនមើលស្អីកន្លែងការងារបងគេឈប់ស្រាមួយថ្ងៃចាំបងនាំអូនទៅលេងសមុទ្រណាមែនទេបងទៅលេងសមុទ្រមែនទេអូយអង្ខានទៅយូរហើយនេះចាំមើលដឹងទៅសុបាយហើយបានទៅលេងសមុទ្រដែរយេចាំមើលសុបាយអស់ដែរហ្មងហើយថ្ងៃយើងមកដល់លេងនៅសមុទ្រអាកាសធាតុដូចអំណោយផលដល់ហើយអត់ក្តៅសោះមែនទេយ៉ាងម៉េចហើយអូនមកសមុទ្រសុបាយដែរទេខានមកយូរហើយអូយពិតជាត្រជាក់ស្រួលខ្លាំងនេះអូនមានអារម្មណ៍ថាសុបាយចិត្តខ្លាំងណាស់ដោយសារអីអូនជិះចិត្តសមុទ្រខ្លាំងណាស់ហើយខានមកយូរផងមានអារម្មណ៍ថាហើយរំភើបខ្លាំងមែនទេនាងវណ្ណារីនាងឯងមានក្តីសុខណាស់មែនទេចាំមើលយើងនឹងបញ្ចប់នាងឯងចោលឲ្យបានហើយបងតារាជារបស់យើងអូនអូនឃ្លាននៅចឹងបងទៅទិញអីឲ្យអូនញ៉ាំណាអូនលេងទឹកសមុទ្រសិនទៅសួស្តីវណ្ណារីខ្ញុំអាចលេងទឹកជាមួយដែរបានអត់អ្នកនាងលីដាចង់មកលេងទឹកសមុទ្រដែរមែនទឹកសមុទ្រនេះទីនេះត្រជាក់ខ្លាំងណាស់អ្នកនាងសប្បាយខ្លាំងណាស់មែនយើងឮសូរថានាងឯងជួយសមុទ្រចឹងហើយយើងនឹងធ្វើឲ្យនាងឯងក៏ជាខ្មោចយាមសមុទ្រហ្នឹងមិនបានអ្នកនាងមកបាយសក់ខ្ញុំចឹងត្រូវចាំទុកក្នុងខួរក្បាលផងនាងឯងផងថាបងតារាជារបស់យើងតែម្នាក់គត់នាងឯងគ្មានសិទ្ធទេយើងនឹងឲ្យនាងឯងក៏ជាខ្មោចយាមសមុទ្រនេះម្ដងនេះអ្នកនាងចង់បានន័យថាម៉េចហ្នឹងលេងខ្ញុំអ្នកនាងខ្ញុំឈឺបងតារាមកបាត់អើយមកអីពេលនេះទេជួយផងខ្ញុំលងទឹកជួយផងវណ្ណារីធ្វើខ្ញុំលងទឹកជួយផងវណ្ណារីមានអ្នកណានៅចិត្តនេះទេជួយផងវណ្ណារីនេះអូនអត់អីទេណា
មានឈឺត្រង់ណាទេ អីបងតើមើលអ្នកនាងលីណាមើលជួយផងបងតារ៉េនោះនេះទៅអីណាហេអូយឡមើលនេះរឿងនេះងាប់ហើយអត់ក៏ជួយម៉ែក្មេងទេនោះអ្នកនាងណានេះអ្នកនាងទំនេរអត់មានការងារធ្វើទេមែនអេចេះសួរតកើតដែរមនុស្សកំពុងតែមើលរឿងត្នេនឹងហើយហ៊ីមិនចង់ឲ្យខ្ញុំជួយនាងឯងមែនបើអ្នកនាងមើលក៏មើលចោះខ្ញុំអត់ថាអីទេប៉ុន្តែអ្នកនាងសុំស្ងាត់បន្តិចទៅហើយចុះបើខ្ញុំអត់ស្ងាត់ហ៎មិនចង់ធ្វើអីខ្ញុំមែនបើអ្នកនាងអត់ស្ងាត់ហ៎ខ្ញុំនឹងដេញអ្នកនាងចេញពីផ្ទះរបស់ខ្ញុំអីគេដេញចេញពីផ្ទះអូយខ្មាស់នេះអូយអ្នកនាងអត់ចេះអៀនមាត់ទេអ្នកនាងមានសិទ្ធអីមកដេញខ្ញុំមានតាថៃមិនគ្មាននេះគឺជាផ្ទះរបស់ខ្ញុំត្រូវតែមានសិទ្ធអញ្ចឹងហីនេះកុំប្រាប់ថាអ្នកនាងគិតថាផ្ទះនេះជាផ្ទះរបស់បងតារាតែណាអូយសុំទោសហើយផ្ទះនេះគឺជាផ្ទះគ្រួសាររបស់ខ្ញុំចែកឲ្យហើយតែនេះក៏ខ្ញុំរស់នៅតាំងពីក្មេងដែរបើអ្នកនាងអត់ចង់ចេញពីផ្ទះហ្នឹងទេស្ងាត់បន្តិចទៅនាងវណ្ណារីនាងឯងហ៊ានតមាត់មួយយើងផងណាចាំមើលណានាងឯងចាំមើលស្ងាត់ក៏បានដែរបងមកពីធ្វើការវិញហើយ ចាបងសម្លាញ់ថ្ងៃនេះបងហត់ទេអូនណាខំធ្វើម្ហូបដែលបងជួយចិត្តណាច្រើនណាស់បងឆាប់មកផ្លាស់អាវឲ្យញ៉ាំណាបានអោបអូនហើយបងអត់ហត់ទេអូន សម្លេងផ្អែមណាបងឯងនេះមកម្ហូបទៅជាអស់ឡើយនាងវណ្ណារីយើងនឹងកំចាត់នាងឯងចោលឲ្យលឿនបំផុតថាយើងស្អប់នាងឯងខ្លាំងណាតែយើងធ្វើមកទៅហើយយើងនឹកឃើញហើយយើងនឹងដាក់ថ្នាំសន្លប់ឲ្យបងតារាផឹកនៅពេលនោះបងតារានឹងខ្លាចជារបស់យើងហើយយើងនឹងដាក់ថ្នាំពុលឲ្យនាងឯងផឹកនាងវណ្ណារីដើម្បីឲ្យនាងឯងស្លាប់ហើយតែធ្វើសិនហើយគ្មានណាឆ្លាតដូចខ្ញុំទេនេះគឺជាទឹកដោះគោដែលប្រពន្ធខ្ញុំចង់ឲ្យខ្ញុំតាហើយខ្ញុំពិតជាសំណាងខ្លាំងមែនទែនបានប្រពន្ធចេះយល់ចិត្តបែបនេះហើយខ្ញុំត្រូវតែផឹកឲ្យអស់វណ្ណារីអើយខ្ញុំសុំទោសផងណាតែអ្នកនាងលីណាសុំទោសរឿងអីដែរសុំទោសរឿងកន្លងមកដែលខ្ញុំធ្វើបាបវណ្ណារីឆ្លៀននេះវណ្ណារីមិនអីទេខ្ញុំមិនប្រកាន់អ្នកនាងទេដើម្បីជាការលុបលាងទោសរបស់ខ្ញុំខ្ញុំបានកិនទឹកផ្លែឈើដល់ស្ចាទៅលោកខាងនេះអ្នកនាងវណ្ណារីសាក់ញ៉ាំមើលឆ្ងាញ់អត់ខ្ញុំធានាថាទឹកផ្លែឈើមួយនេះអ្នកនាងនឹងពេញចិត្តនាងវណ្ណារីនាងឯងនឹងចាប់ផុសយើងហើយអ្នកនាងដែរនិយាយចឹងឃើញប្តីរបស់ខ្ញុំទេបងតារាប្រហែលជាសម្រាប់នៅខាងលើវណ្ណារីនេះអូនណានឹងយ៉ាងមិនដែរនៅពេលដែលបានផឹកអាសុទ្ធទឹកចូលក្នុងពោះមានអារម្មណ៍យ៉ាងមិនដែរនាងវណ្ណារីនាងឯងពិតជាល្ងងខ្លាំងណាស់តែប៉ុណ្ណេះបងតារានឹងខ្លាចជារបស់យើងហើយល្ងងខ្លាំងណាស់នាងឯងឈួតទេមិនប្រុសដាក់យើងចឹងអូយប្រឡាក់អាវឲ្យយើងអស់ហើយនេះអូយឈួតតែដឹងហើយមិនដឹងមិនបានប្រុសចឹងមិនលេបចូលទៅតាមតារាអ្នកដែលល្ងងបំផុតគឺជាអ្នកនាងទេអ្នកនាងគិតថាពេលខ្ញុំស្លាប់ទៅលោកតារានឹងស្រឡាញ់អ្នកនាងមែនគួរចង់សើចហើយខ្ញុំប្រាប់អ្នកនាងល្ងងខ្លាំងណាស់តែប៉ុណ្ណាក្មេងក៏ដឹងដែរអូយសុំទោសប្រឡាក់អាវអស់អត់មានចេតនាផងអ្នកនាងអត់ប្រកាន់ណាយថ្ងៃស្អែកអ្នកនាងត្រូវតែចេញពីផ្ទះខ្ញុំចេញឲ្យឆាប់ហើយកុំត្រឡប់មកទៀតនាំទឹកចរាយទេខ្ញុំប៉ុន្តែមុននឹងចេញខ្ញុំសុំបន្តិចចាស់អូយបងតារាមើលអ្នកនាងវណ្ណារីធ្វើបាបខ្ញុំមកចេញឲ្យផុតទៅនាងនៅនាំទៅចរាយផ្ទះខ្ញុំទេចេញឲ្យផុតទៅអ្នកនាងលីណានេះអ្នកនាងខឹងខ្ញុំមែនដោយសារតែខ្ញុំអត់បានផឹកទឹកផ្លែឈើរបស់អ្នកនាងមែនអត់ខ្ញុំសុំទោសផងនាងវណ្ណារីយើងនឹងវាយនាងឯងមកសាក់ទេសាក់អត់យើងផ្ញើទុកសិនចុះនាងឯងអូយលឿនម្ល៉េះទេដូចតែមីស៊ីអញ្ចឹងអូយប្រពន្ធបងកាចពេកហើយបងដែលឃើញអូនកាចដល់ថ្នាក់នឹងទៅនេះបងនិយាយមែនណាតាមពិតទៅអូនរំលឹកជាកូនប្អូនតាតាមពិតទៅអូនមិនកាចដល់ថ្នាក់នឹងពេកទេតែចាប់ពីថ្ងៃស្អែកទៅលែងមានអ្នកណាគេមករំខាន